ដំណើរកំសាន្តពីយប់3ថ្ងៃដែលអត់មានការគ្រោងទុកទេនិយាយទៅអត់មានការគ្រោងទុកទេបងអូនទៅលេងកោះកុងកោះស្ដាច់ពីយប់3ថ្ងៃតែខ្ញុំអត់មានកម្រងទេដោយពាក្យចាស់គេពាក្យចាស់ថាបើយើងចេញទៅណាមកណាយើងត្រៀមទុកមុនណាលក្ខណៈយើងមានកម្រងរៀបចំផែនការទុកមុនគឺអត់បានទៅទេមែនហើយនេះខ្ញុំអត់មានបានរៀបចំទេអត់មានបានគិតទុកមុនទេចិត្តចង់ទៅគឺទៅហ្មងអញ្ចឹងគឺយើងចេញដំណើរទៅពេលម៉ោង6ព្រឹកគឺទៅតាមផ្លូវលបឿនលឿនហើយមេឃមានណោយទៀតណាបងអូនអើយចេញទៅម៉ោង6ព្រឹកហ្នឹងមេឃត្រជាក់មែនតែនហ្មងតាមផ្លូវលបឿនលឿនអស់ពីត្រជាក់មកមានអារម្មណ៍ភ័យខ្លាចមេឃភ្លៀងទៅយើងអត់បានថតរូបអត់បានដើរលេងបានច្រើនណោះអញ្ចឹងគឺយើងទៅគឺអត់មានភ្លៀងទេគ្រាន់តែត្រជាក់អញ្ចឹងគឺយើងទៅដល់កោះកុងហើយយើងទៅដល់កោះតាតៃយើងទៅដល់តាតៃហើយទៅលេងទឹកជ្រោះនៅតាតៃតែខ្ញុំអត់ទៅលេងទឹកជ្រោះទេដោយសារខ្ញុំអត់ងុចដដែលអញ្ចឹងខ្ញុំខ្ជិលទៅបងអូនខ្ញុំខ្ជិលជីទូកទៅក៏ខ្ញុំនឹងអង្គុយលេងនៅក្រោមស្ពានហ្នឹងទៅហើយថតរូបលេងថតវីដេអូអីចឹងទៅហើយក៏ហៅអ្នកម្ដាយមកថតរូបជាមួយគ្នាអ្នកម្ដាយក៏ទៅដែរគាត់ថាគាត់ខ្ជិលជីទូកទៅអញ្ចឹងគាត់នៅជាមួយអ្នកម្ដាយហ្មងទៅថតរូបពេចប៉ាក់ទៅបន្ទាប់មកធំជួយនំគ្រក់អ្នកម្ដាយក៏ចង់ពិសានំគ្រក់ចឹងគាត់ក៏ដាក់អស់ពីក្របទៅតែខ្ញុំអត់មានញ៉ាំទេដោយសារខ្ញុំញ៉ាំបាយលើឡានហើយអញ្ចឹងខ្ញុំអត់ឃ្លានទេចុះញ៉ាំបាយតាមផ្លូវហើយក៏បានថតរូបមកប៉ាក់ទៅក៏យើងបន្តទៅកោះកុងស្ពានកោះកុងហ្នឹងដើម្បីទៅថតរូបលេងចូលលេងនៅកន្លែងចៃដៃខុនឆាងខុនផែនណោះនិយាយទៅស្អាតមើលទៅឲ្យមេឃនៅតែត្រជាក់ទៀតបងអូនមេឃត្រជាក់ល្អមានអំណោយផលហ្មងហើយស្ពានហ្នឹងជិះលើស្ពានហ្នឹងទៅមើលឃើញចៃដៃហ្នឹងឃើញស្អាតអត់សូវមានមនុស្សទេគិតថាអូយទៅដល់គាត់ជាបានថតរូបស្អាតទៅដោយសារអត់សូវមានមនុស្សហ៎ដល់ពេលទៅដល់បងអូនអើយខុសពីការគិតផិនយើងទៅដល់ឡានសុទ្ធតែ45កៅអីឡានក្រុងឡានទេសចរទៅទាំងក្រុមដល់ពេលអញ្ចឹងគឺណែនហ្មងអញ្ចឹងខ្ញុំបានថតតែតិចមួយហ្នឹងឯងហើយបន្ទាប់មកគឺយើងទៅលេងនៅព្រលឹមឡើងយើងចេញទៅលេងនៅព្រៃកោងកាងហើយក៏ល្ងាចក៏មកញ៉ាំអីរកអីញ៉ាំហើយគិតថាកំងឲ្យគេឆាគ្រឿងសមុទ្រអីញ៉ាំហើយគិតទៅអូយខ្លាចចាំយូរអញ្ចឹងក៏នាំគ្នាគិតថាអូមិនបាច់ទេចាំតែញ៉ាំអាហារប៊ូហ្វេហ្មងក៏ត្រឡប់មកចិត្តកន្លែងគេងវិញគេមានអាហារប៊ូហ្វេអញ្ចឹងក៏នាំគ្នាមកញ៉ាំអាហារប៊ូហ្វេទៅពេលល្ងាចហ្នឹងហើយញ៉ាំអាហារប៊ូហ្វេតិចតួចហើយក៏នាំគ្នាឡើងទៅគេងវិញពេលដើរមកក៏ពិតកន្លែងញ៉ាំហ្នឹងចិត្តកន្លែងគេងទេតែមិនដើរហួសទៅថាទៅរកកំងគេឆាគ្រឿងសមុទ្រឲ្យញ៉ាំហើយក៏បកត្រឡប់មកវិញមកចិត្តកន្លែងគេងវិញទៅយើងមិនបាច់ដើរទៅណាឆ្ងាយទេចិត្តហ្នឹងទៅហើយក៏យើងគេងហើយព្រលឹមឡើងក៏យើងជិះទូកទៅលេងកោះស្ដាច់ទៀតព្រោះយើងទៅគេងកោះស្ដាច់មួយយប់ទៀតហើយអញ្ចឹងយប់មិញយើងគេងនៅកោះកុងឥឡូវគឺមកដល់កោះស្ដាច់ហើយបងដល់ពេលមកដល់កោះស្ដាច់ហើយអត់មានខាតពេលទេដូរកៅអៅពឹបដើររឡើងថតហ្មងដាក់បានមកប៉ឹកពីរប៉ឹកទៀតហើយទេសភាពស្អាតហើយមកនេះគឺថ្ងៃក្តៅខ្លាំងម៉ោង3ហើយប៉ុន្តែថ្ងៃនៅតែក្តៅហ្មងប៉ុន្តែនៅតែលះបង់មកទៀតហ្មងហើយក្តៅពេកទ្រាំបានក៏បាំងឆាត់ទៅក៏ពិតបើកុំបាំងឆាត់គឺថតឃើញស្អាតតែបងអូនតែគាត់ថាខ្ញុំក្តៅខ្លាំងពេកក្តៅឡើងកាហាយសាច់អស់ហើយតែតស៊ូខ្លាំងព្រោះយើងទៅយកមានពេលច្រើននេះខ្លះបានថតរូបអត់បានផ្ដិតយករូបភាពស្អាតហើយបន្ទាប់ពីថតលេងហើយក៏យប់ក៏ខ្ញុំមកងុយទឹកងុយអីញ៉ាំបាយញ៉ាំអីហើយពេលយប់ក៏យើងមកដើរលេងមួយសាទៀតនិយាយទៅអត់ឲ្យខាតហ្មងអត់ឲ្យខាតទេឆ្លៀតមែនតែនហ្មងគាត់នាំគ្នាមកដើរលេងតាមឆ្នេររីសតកោះស្ដាច់ហ្នឹងមួយសាទៀតហ្មងនាំគ្នាចេញមកដើរលេងពេលយប់ហើយពេលយប់ស្ងាត់ល្អបងអូនអើយស្ងាត់ឯខ្យល់ឡើងត្រជាក់ហ្មងអង្គុយមកមានផាសុខភាពហ្មងហើយក៏ថតលេងមកប៉ោសពីរប៉ោសទៅហើយស្ងប់ស្ងាត់តែបងអូនចង់មកលេងនៅកោះស្ដាច់ហ្នឹងមកទេសភាពក៏ស្អាតហើយស្ងប់ស្ងាត់ល្អមនុស្សមកលេងច្រើនបងអូនតែគាត់ថាស្ងប់ស្ងាត់ហើយមានអារម្មណ៍ថាយើងមកលេងនៅនឹងរីឡិចហ្មងហើយមានអារម្មណ៍ថាសុវត្ថិភាពទៀតនៅនេះសុវត្ថិភាពហើយត្រជាក់ខ្លាំងបងអូនអើយត្រជាក់ខ្លាំងទឹកកឡោកមកស្ដាប់ស្នូទឹកកឡោកហើយត្រូវខ្យល់បក់មកត្រជាក់ទៀតអត់ចង់ទៅគេងទេក៏មិននឹកឃើញថាអូស្អែកទៅដល់ឡើងពីល្ងិតទៀតយើងចេញព្រលឹមឡើងយើងចេញមកផ្ទះវិញយើងជិះទូកមកផ្ទះវិញអញ្ចឹងយប់ហ្នឹងគឺថតលេងតែប៉ុណ្ណឹងទៅជិះតោងជាអីលេងតិចតួចថតរូបនៅហ្នឹងតិចតួចទៅក៏យើងចាប់ផ្ដើមទៅគេងហើយហ្នឹងគឺខ្ញុំត្រូវឡើងពីយប់ម៉ោង4កន្លះងុយទឹកងុយអីរៀបចំខ្លួនព្រោះទូកគេចេញម៉ោង7បងអូនអញ្ចឹងខ្ញុំទៅឡើងម៉ោង4កន្លះរៀបចំខ្លួនហើយគឺដើរទៅថតលេងផ្ដិតយករូបភាពពេលថ្ងៃរះទៀតនៅរីសតកោះស្ដាច់ហ្នឹងទៀតបន្ទាប់មកពេលហ្នឹងនៅងឹតអត់មានមនុស្សគេដើរប៉ុន្តែគាត់ថាខ្ញុំសួរអ្នកភូមិនៅហ្នឹងហើយនៅកោះហ្នឹងហើយគាត់ថាអីអូនសុវត្ថិភាពខ្លាំងមិនបាច់បារម្ភមេស្មាមានគាត់មានបញ្ហាដែរអញ្ចឹងពីល្ងាចខ្ញុំសួរគាត់មួយសាយប៉ុន្តែនេះគឺម៉ោងដូចជាម៉ោង5
ម៉ោង 5 រៀបភ្លឺបងអូនមេឃអត់ទាន់ភ្លឺទេតែខ្ញុំត្រូវទៅដើរទៅដើម្បីផ្ដិតយករូបភាពពេលថ្ងៃរៀបរះហ่าបងអូនឲ្យដើរទៅបន្តិចដល់អត់អីអត់ឆ្ងាយទេដើរទៅតាមផ្លូវហ្នឹងក៏និយាយព្រូកប្រាជ្ញបដើអីចឹងទៅទ្រាំទៅដល់អីចឹងណាពេលទៅដល់ហ្នឹងនៅតែអត់ទាន់ភ្លឺណាបងអូនទៅដល់ហ្នឹងអត់ទាន់ភ្លឺទេហើយខ្ញុំទៅហ្នឹងទៅគិតថាទៅអង្គុយលេងនៅក្នុងមួយស្បក់ខ្ញុំអង្គុយនៅមាត់ទឹកហ្នឹងប្រហែលជា10នាទីបានចាប់ផ្ដើមមេឃរៀងល្អះតិចតិចបងអូនប៉ុន្តែពេលដើរតាមផ្លូវទៅគឺមេឃនៅងឹតឡើយគាត់ថាមានភ្លើងតាមផ្លូវរហូតតបដើរទៅដល់មាត់ឆ្នេរហ្នឹងទៅឆ្នេរក៏ស្ដេចរីសតហ្នឹងក៏មេឃនៅតែអត់ទាន់ភ្លឺទៀតដូចជាទឹកម៉ោង 5:40 អីចឹងនៅល្អះហើយមេឃស្ទុំដូចចង់ភ្លៀងខ្ញុំមិនដឹងថាមើលឃើញថ្ងៃរះអត់ទេបងអូនដើរទៅថតលេងនៅមុខនឹងសិនក៏ពិតខ្ញុំអង្គុយនៅនេះខ្ញុំកាត់ចោលហើយណាបងអូនខ្ញុំអង្គុយលេងនៅនឹងចូល10នាទីមិនមែនទៅដល់ភ្លាមល្អះប៉ុណ្ណឹងភ្លាមទេទៅដល់នៅងឹតហ្មងនៅងឹតthìខ្ញុំនឹងអង្គុយនឹងចូល10នាទីជាងទៀតតរំតែមេឃនឹងភ្លឺអង្គុយលេងអីលេងតែដល់ពេលមេឃនឹងភ្លឺល្អះក៏ខ្ញុំចាប់ផ្ដើមថតរូបអីចឹងមេឃតិចអង្គុយលេងដាក់មកប៉ោស2ប៉ោសទៅហើយក៏ដើរកាច់រៀងអីបន្តិចតួចឹងណាបងអូនស្ដាយទេសភាពក៏ពិតទៅឡើងមកវិញហ្មងហើយគឺអត់ប្រឹងថាបើអត់មកអត់ឆ្លៀតទេអត់បានមកថតលេងនៅហ្នឹងឯងអត់បានរូបភាពស្អាតត្រឡប់ទៅវិញអញ្ចឹងគឺឆ្លៀតខ្លាំងមែនតែនហ្មងហត់អត់ខ្វល់ទេសំខាន់បានរូបភាពស្អាតទៅផ្លូវឆ្ងាយយើងកុំឲ្យខាតជើងបងអូនថតលេងនៅឆ្នេរនឹងឆ្នេរក៏ស្ដេចរីសតនឹងទៀតថតលេងមកប៉ាក់2ប៉ាក់រហូតនិយាយទៅចុចរហូតហ្មងបានច្រើនមែនតែនហើយក៏ឆ្លៀតមកជិះតោងនៅមាត់ទឹកនឹងមាត់សមុទ្រនឹងទៀតអូយត្រជាក់ស្រួលខ្លាំងហើយក៏មកថតលេងនៅកន្លែងឆ្នេរនឹងមួយសាទៀតទៅមុននឹងយើងត្រឡប់ទៅវិញខ្លាចទូកគេទៅចោលខ្លាចទូកគេទៅចោលអញ្ចឹងយើងបញ្ញាតិចម៉ោង 7 កន្លះគឺគេទូកទៅត្រឡប់ទៅវិញអញ្ចឹងគឺសូត្រទៅវិញអត់តាន់អញ្ចឹងគឺដំណើរកំសាន្តមួយហ្នឹងគឺត្រឡប់ទៅវិញហើយទៅវិញគឺមេឃភ្លៀងទៀតបងអូនមកផ្ទះវិញមេឃភ្លៀងថ្ងៃក្រោយមានឱកាសខ្ញុំនឹងទៅលេងម្ដងទៀតបាយបាយក៏ស្ដាយ